យើងស្ដារទឹកហើយបងប្អូនណាយើងស្ដារទឹកហើយទឹកស្លឹកឆាត់ដែលខ្ញុំប្រើនេះស្លឹកងួតខ្ញុំលាងហើយយើងកាត់អានុងហើយណាបងប្អូនស្លឹកឆាត់យើងប្រើល្អគឺប្រើបែបនេះណាបេះអានុងខ្នងអស់មកកាត់ហើយអស់ហើយឃើញទេអត់មានអានុងទេណាបងប្អូនអត់មានគល់វាទេអញ្ចឹងស្លឹកឆាត់ដែលយើងប្រើដាក់ត្រាំចូលត្រីប្រើរយៈពេលយូរគឺយើងប្រើបែបនេះយើងបេះវាចេញអស់អញ្ចឹងមកបងប្អូនបាច់ដាក់ទាំងដងវាទេដាក់ចូលដងវាទឹកនឹងឆាប់ស្អុយហើយក្លិនទៀតហើយឡើងខ្មៅវាក្រហមទេចឹងនេះប្រភេទខ្ញុំត្រៀមដាក់ដូរខ្ញុំអាចមិនដឹងថាប្រហែលជាស្អែកបងប្អូនស្អែកបានមកវាវ៉ាន់លុយផ្ញើវាកំពុងធ្វើដំណើរតាមផ្លូវចឹងការដឹកជញ្ជូនវាមានយឺតមានយូរមានឆាប់ចឹងនេះខ្ញុំដាក់ចឹងមកបងប្អូនខ្ញុំត្រាំចោល2យប់អីទៅមកត្រីមកដល់គឺយើងដាក់បានហើយស្អែកខ្ញុំដាក់ចំណីបងប្អូនស្អែកខ្ញុំដាក់ចំណីចោលអញ្ចឹងជាទម្លាប់របស់ខ្ញុំគឺខ្ញុំធ្វើអញ្ចឹងត្រីរយៈពេលផ្លូវឆ្ងាយគឺខ្ញុំធ្វើទឹកធ្វើចំណីមកដល់ខ្ញុំដាក់ត្រីចូលបណ្ដោយអញ្ចឹងណាត្រីចូលទៅអញ្ចឹងត្រីដាក់នេះដងនេះខ្ញុំដាក់ឯនៅឃើញទេបងប្អូនទៅបេះដងជិះមកដងនេះបើសិនជាបងប្អូនត្រាំប្រើរយៈពេលយូរប្រើរយៈពេលវែងបងប្អូនអត់បញ្ហាទេណាបងប្អូនប្រើរយៈពេលខ្លីឡំប្រើរយៈពេលខ្លីគឺយើង3ថ្ងៃ4ថ្ងៃអីយើងអាចត្រាំបានយើងឆាប់យើងចង់ថាយើងប្រញាប់ប្រើហើយយើងស្រង់ឡើងវិញតែបើសិនជាបងប្អូនយកដាក់ស្លឹកនេះយកទៅដាក់ចូលជាមួយត្រីដូចខ្ញុំចេះហ្មងគឺយើងអត់ដាក់កើតទេព្រោះនេះយើងត្រាំយូរបងប្អូនរយៈពេលយូរត្រីនេះយើងអាចត្រាំរហូតដល់មួយអាទិត្យទៅ10ថ្ងៃអីចឹងវាអាចខូចទឹកណាអញ្ចឹងនោះក៏ហើយដែរបងប្អូននោះហើយដែរអរគុណច្រើនបងប្អូនមានប៉ុណ្ណឹង